មកស្គាល់ពីឆ្កែព្រៃនៅប្រទេសកម្ពុជាទាំងអស់គ្នាឆ្កែព្រៃមិនមែនឆ្កែអ្នកស្រុករត់ទៅនៅក្នុងព្រៃនោះទេវាជាប្រភេទឆ្កែដែលមានដើមកំណើតរស់នៅក្នុងព្រៃតាំងពីដើមមកម្ល៉េះឆ្កែព្រៃមានរាងស្វែលមានធំជាងឆ្កែចចកមានសម្បុរក្រហមត្នោតនិងកន្ទុយសំពងវែងជាងកន្ទុយឆ្កែចចកវាមានរូបរាងនិងមានប្រហាក់ប្រហែលទៅនឹងឆ្កែអ្នកស្រុកឆ្កែព្រៃមានវត្តមាននៅតំបន់ភាគឦសានភាគនិរតីនិងភាគខាងជើងនៃប្រទេសកម្ពុជាទីជម្រកដែលគួរឲ្យកត់សម្គាល់នោះគឺតំបន់ជួរភ្នំក្រវាញឆ្កែព្រៃស្ថិតក្នុងពពួកម៉ាំងសាសីគឺជាពពួកស៊ីសត្វជាអាហារហើយវាមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីធម្មជាតិវាមានលទ្ធភាពចាប់សត្វដែលមានមាឌធំជាងវាមកធ្វើជាចំណីអាហារបានដូចជាសត្វខ្ទីងឆ្លូសប្រើជ្រូកព្រៃនិងសត្វតូចៗដទៃទៀតពិសេសជាងនេះក្រុមឆ្កែព្រៃអាចសហការគ្នាដណ្ដើមចំណីពីសត្វខ្លាធំនិងខ្លារខិនផងដែរនៅពេលចាប់សត្វជាចំណីពួកវាតែងតែដេញបណ្ដាក់គ្នាដើម្បីធ្វើឲ្យសត្វនោះអស់កម្លាំងពេលខ្លះប្រើវិធីសាស្ត្រលំពាត់វាប្រើទឹកនោមសម្រាប់បាញ់ប្រហារទៅលើភ្នែកសត្វដែលជាចំណីក៏ដូចជាសត្វដែលជាសត្រូវរបស់វាឆ្កែព្រៃចូលចិត្តចេញទៅរកចំណីនៅពេលព្រឹកព្រលឹមស្រាងៗនិងប្រលប់ងងឹតព្រាលៗគេតែប្រទះឃើញវត្តមានសត្វនេះជាហ្វូងពី5ទៅ12ក្បាលរួមមានញីឈ្មោលព្រមទាំងកូនផងដែរហើយមានកូនម្ដងពី4ទៅ6ក្បាលឆ្កែព្រៃត្រូវបានគំរាមកំហែងដោយការជាប់អន្ទាក់ជាពិសេសនៅពេលមនុស្សចូលព្រៃជាមួយឆ្កែស្រុកអាចនាំឲ្យកើតជាបញ្ហាជំងឺឆ្លងឆ្កែស្រុកដែលមានជំងឺវាបាននាំជំងឺទាំងអស់នោះទៅឆ្លងដល់ឆ្កែព្រៃតាមរយៈទឹកនោមនិងលាមករបស់វាធ្វើឲ្យឆ្កែព្រៃឈឺងាប់ហើយប៉ះពាល់ទៅដល់ចំនួនរបស់ឆ្កែព្រៃឆ្កែព្រៃត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទជិតផុតពូជនៅលើពិភពលោកអង្គការអភិរក្សអន្តរជាតិកម្ពុជាសហការយ៉ាងជិតស្និទ្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាជនជាតិដើមភាគតិចសហគមន៍និងដៃគូពាក់ព័ន្ធការពារជម្រកសត្វព្រៃដែលជាជម្រករបស់សត្វឆ្កែព្រៃធម្មជាតិយល់ដឹងពីសត្វព្រៃផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីរៀនពីសត្វព្រៃជាមួយ CI